នេះគឺជាបិសាច The Side Guy ដែលខ្មែរយើងហៅថាបិសាចខ្មាស់អៀនបិសាចមួយនេះតែងតែបិទមុខអង្គុយយំតែម្នាក់ឯងហើយបើយើងហ៊ានទៅចិត្តហើយឌឺដងវានឹងខឹងយើងហើយនឹងតាមសម្លាប់យើងជាក់ជាមិនខានអូហាមកធំអូមកអរ៉ៃទាំងអស់នេះចឹងឥឡូវនេះយើងបានចូលមកដល់ក្នុងហ្គេមហើយអ្នកទាំងអស់នេះបានដឹងហើយថាបិសាចដែលយើងលេងឥឡូវនេះគឺកំពូលខ្មាស់អៀនហើយបាទខ្ញុំមិនដឹងថាហេតុអីបានវាអៀនដល់ថ្នាក់ហ្នឹងទេវាតែងតែបិទមុខអង្គុយយំតែម្នាក់ឯងរហូតហ្នឹងហើយខ្ញុំបានទៅសួរខ្ជូបថាដើម្បីបំបត្តិភាពខ្មាស់អៀនតើយើងត្រូវធ្វើម៉េចបាទម៉ាក់ក្ប៊ីយើងហ្នឹងគាត់បានប្រាប់ថាដើម្បីបំបត្តិភាពខ្មាស់អៀនយើងត្រូវពាក់ម៉ាស់ហ្នឹងហើយពាក់ម៉ាស់គាត់ទៅក្រៅអីគាត់តែងតែពាក់ម៉ាស់រហូតហ្នឹងហើយអញ្ចឹងគាត់បានឲ្យរូបមន្តខ្ញុំមួយនេះរូបមន្តគ្នាយើងមើលទៅលើហ្នឹងនេះគឺជារូបមន្តបង្កើតម៉ាស់ហ្នឹងបង្កើតយ័ន្តខ្មាស់អៀនហ្នឹងហើយដើម្បីយើងពាក់ទៅលើបិសាចដឹងឲ្យបិសាចហ្នឹងវាលេងខ្មាស់អៀនអញ្ចឹងហ្នឹងហើយអញ្ចឹងតោះឥឡូវយើងសាកទៅផលិតយ័ន្តទាំងអស់គ្នាដើម្បីក្របមុខបិសាចហ្នឹងកុំឲ្យវាខ្មាស់អៀនទៀតតោះ Let's go ទៅទាំងអស់គ្នាជប់សិនគ្នាយើងបើអ្នកទាំងអស់គ្នាមើលមកដល់កន្លែងហ្នឹងហាក់អត់ទាន់តែការចុច like ទៅលើវីដេអូនេះទេកុំភ្លេចតែការចុច like ទៅលើវីដេអូនេះម្នាក់មួយទៅខ្ញុំចង់បាន 10k like ហ្នឹងហើយអ្នកមកមុន 10k like អ្នកនេះជួយ comment ប្រាប់ខ្ញុំផងថាខ្ញុំមកមុន 10k like អញ្ចឹងទៅហ្នឹងហើយអញ្ចឹងអរគុណច្រើនសម្រាប់ការ like និង subscribe ពួកយើងបន្តវីដេអូអញ្ចឹងកម្រងយើងថ្ងៃនេះអត់មានត្រូវធ្វើអីអញញ៉ៃទេនេះយើងកម្រងយើងថ្ងៃនេះគឺគ្រាន់តែបង្កើតយ័ន្តទៅបានហើយមិនតែគ្រាន់តែមុននឹងបង្កើតយ័ន្តបានក៏យើងត្រូវការកាប់ឈើដែរហ្នឹងហើយកាប់ឈើដើម្បីអីគឺដើម្បីផលិតជាមួយនឹងថូលរបស់យើងហ្នឹងឯងអញ្ចឹងយើងផលិត crafting table ហើយយើងផលិត pickaxe ហើយយើងផលិតពូថៅបន្តមកទៀតយើងដើររកគោកាប់គ្នាយើងតោះយើងដើររកគោកាប់ព្រោះអីតាមយើងមើលក្បួនទៅគឺយើងត្រូវការស្បែកគោគ្នាយើងស្បែកគោចំនួន4ហ្នឹងហើយតោះឥឡូវយើងទៅដើររកស្បែកគោយើងត្រូវការតែគោកាប់ទេយើងមកអត់មានត្រូវការសត្វអីផ្សេងទេយើងត្រូវការគោណាគោ Hello គោ Where are you now ខ្ញុំមានអារម្មណ៍ថាម៉ូតនេះអត់មានសត្វ spawn ទេយើងអាចមើលបាននេះវាឡើងប៉ុណ្ណានេះអត់មានសត្វសូម្បីតែបន្តិចហ្មង Oh my god ខ្ញុំគិតថាអាបិសាចនេះវាចាប់ស៊ីអស់ហើយដឹងយើងវាខ្លាចយើងបង្កើតយ័ន្តដើម្បីបិទការខ្មាស់អៀនវាអូនេះឃើញជ្រូកនេះយើងនេះឃើញជ្រូកនេះអូខេយើងកាប់ជ្រូកទៅមានជ្រូកយើងកាប់ជ្រូកសិនទៅព្រោះអីយើងត្រូវការសាច់ញ៉ាំដែរនេះយើងត្រូវការសាច់ញ៉ាំនេះគ្នាហ្នឹងហើយយើងកាប់ទៅមានអីកាប់ហ្នឹងសិនទៅអូខេ Mr. Cow where are you Mr. Cow ចុំឃើញតែជ្រូកប្រហើយនេះយើងនេះអញនោះអត់មានឃើញគោឃើញអីសោះនេះយើងអើយដល់ក៏មិនឃើញតែជ្រូកចុំមិនបាន world នឹង spawn តែជ្រូកចឹងនេះយើងនេះចម្លាច់មែនទេខ្ញុំទៅជួប world នេះទេ spawn តែជ្រូកអូនេះមានជាមនេះអូខេមានជាមលាយដែរមានជាមលាយដែរបើតែជ្រូកច្រើនមែនទេនេះយើងអូចម្លាច់មែនតែខ្ញុំមានអារម្មណ៍ថាបិសាចនេះចូលចិត្តស៊ីសាច់ជ្រូកមើលទៅមក spawn តែជ្រូកនេះ spawn តែជ្រូកមកបរហើយតែគោដូចអត់មានទេសង្ស័យវាខ្លាចគោនេះយើងមកឥឡូវឆ្លៀតពេលហ្នឹងយើងធ្វើការកាប់ថ្មសិនតោះយើងផលិតចង្ក្រានយើងផលិត pickaxe ថ្មពូថៅថ្មចង្ក្រានចោះមកហើយទៅនេះមានខ្ជូងនេះយើងនេះទៅនេះមានខ្ជូងយើងកាប់ខ្ជូងសិនមកយើងត្រូវការខ្ជូងដូចគ្នាដើម្បីផលិតជាមួយនឹងទៀនដើម្បីកុំឲ្យយប់ឡើងយើងងឹតគ្នាយើងអញ្ចឹងយើងត្រូវការផលិតទៀនហ្នឹងហើយយើងកាប់ខ្ជូងមកអញ្ចឹងយើងធ្វើការផលិតទៀនអូខេអញ្ចឹងឥឡូវនឹងដៃយើងមានទៀនហើយយើងលែងខ្លាចយប់ហើយយប់ក៏យើងអត់ងឹតដែរហ្នឹងហើយ No អាមួយនឹងតាមចងកម្មពៀខ្ញុំឡោតប្រហើយដូចអត់បាត់មកវីដេអូសោះនេះយើងវីដេអូណាក៏មានវាចូលក្នុងវីដេអូខ្ញុំដែរអូខេយើងដុតសាច់បានខ្លះហើយយើងឃ្លានខ្លាំងមែនតើយើងញ៉ាំមកមេឃមានអារម្មណ៍ថាថ្ងៃចាប់ផ្ដើមជ្រាលតិចដែរចាប់ផ្ដើមល្ងាចដែរឥឡូវយើងត្រូវការសាច់ដុតទៅពេញសិនព្រោះឲ្យយប់ឡើងយើងត្រូវប្រយុទ្ធជាមួយនឹងពួក monster ទៀតហើយយើងត្រូវការមានសាច់ដើម្បីការពារខ្លួនអូខេនេះយើងមិនចាប់ផ្ដើមយប់នេះអូខេតដុតសាច់ប៉ុណ្ណឹងសិនបានហើយខ្ញុំគិតថាប៉ុណ្ណឹងសិនបានហើយយើងរើសិនអត់ការទេមេយប់ហីយើងទៅដើររកកាប់គោនេះយើងផ្លេចប្រាប់នេះយើងមិនមែនត្រូវការតគោទេគឺយើងត្រូវការសោតពីងពីងថែមទៀតហ្នឹងហើយសោតពីងពីងអា string នេះអញ្ចឹងយើងត្រូវការ1មុខ4ស្បែកគោ4និង string 4អញ្ចឹងយើងត្រូវការវាយគោ4និងសម្រាប់ spider អាពីងពីងហ្នឹងបាន4ដែរហ្នឹងហើយអញ្ចឹងយប់ឡើងអញ្ចឹងខ្ញុំគិតថាសបោ spider ពីងពីងគឺសបោមែនតើឥឡូវពីងពីងនេះណាមិនវគ្គនេះអត់មានពីងពីងអត់មានគោណាព្រោះខ្ញុំដើរមួយថ្ងៃអត់មានជប់គោទេនេះយើងហើយពីងពីងក៏ដូចជាអត់ទាន់ឃើញដែរឃើញតែ zombie ជាមួយនឹង skeleton ទេហើយនឹង creeper អត់ទាន់ឃើញទេនេះយើងអត់មានពីងពីងអត់មានគោតើយើងផលិតអាយ័ន្តក្របមុខវានឹងធ្វើមិនបានទេនេះយើងតកនេះមានអារម្មណ៍ថាដូច mod ធ្វើស៊ីទៀតនេះយើងនេះធ្វើស៊ីទៀតនេះអូនេះគោអូខ្ញុំជប់គោហើយអូខេបានស្បែកយត់ No ខ្ញុំកាប់គោអត់បានស្បែកអូលេខសាច់មានផ្លូវចិត្តខ្ញុំបាត់ហើយគោមានតែមួយហ្នឹងខ្ញុំកាប់អត់បានស្បែកគោទៀតអូខេអញ្ចឹងខ្ញុំមិនដឹងថាបិសាចហ្នឹងវាកាចកម្រិតណាទេនេះយើងអាបិសាចខ្មាស់អៀនហ្នឹងខ្ញុំដឹងថាវាយំនេះវាពួនយំហើយវាវាយយើងគឺកាចកម្រិតណាខ្ញុំអត់តន់ដឹងទេនេះយើងចាំសាទាំងអស់គ្នាអូនៅខាងមុខមាន spider 2ក្បាល Yes អូមានអាខ្មោចឆ្អឹងនៅហ្នឹងទៀតនេះយើងស្លាប់ទៅ spider ខ្ញុំកាប់ spider អត់បាន
ខ្ញុំកាប់ spider បាន string ដែរនេះយើងនេះមិនចឹងណែ spider ក៏កាប់អត់បាន string ហើយអាគោក៏កាប់អត់បានស្បែកគោដែរចំលេងខ្ញុំអត់ទេនេះអនុបាញ់ងាប់បាន string 12អា skeleton បាញ់ងាប់បាន string 12នេះយើងដល់កនេះ string 12នេះអរគុណមកអរគុណ skeleton នៅខាងមុខទៀតនេះ spider ច្រើននេះពេលយប់អូខេយើងកាប់ spider សិនទៅគោខ្ញុំគិតថាពេលថ្ងៃយើងស្រួលដល់រទេប៉ុន្តែ spider អាចនឹងពិបាករពេលថ្ងៃអូខេកាប់វាសិនទៅឡាប់អត់បានទៀតខ្ញុំកាប់ខ្លួនឯងអត់បានអញ្ចឹងសុំសោតបាននេះអូខេយើងបានប៉ុន្មានទេបាន3នេះយើងខ្វះមួយទៀតទេអូខេ spider ខ្ញុំសុំ string មួយទៀតទេតែមួយទៀតទេសុំ string តែមួយទៀតទេអូខេបាន12នេះយើង12នេះអញ្ចឹងយើងគ្រប់ string ហើយយើងត្រូវការស្បែកគោតែ4ទៀតទេយើងត្រូវការតែវាយគោ4ក្បាលទៀតហ្នឹងហើយតែឥឡូវគោនៅតាណាយើងគឺខ្ញុំមិនដឹងថាហេតុអីបានវើលនេះពិបាករកគោដល់ថ្នាក់ហ្នឹងទេOh my god សម្លេងស៊ីគេហ្នឹង Oh my god យកទី1ចេញមកប្រហែលហីកុំតួណាខ្ញុំអត់តន់ ready ទេណាចាំខ្ញុំផលិតយ័ន្តហើយសិនចាំចេញមកអូខេគោច្រើននេះយើងនេះខ្ញុំរកឃើញគោហើយតែកាប់អត់បានស្បែកចឹង What the hell ខ្ញុំកាប់គោអត់បានស្បែកចឹងបានស្បែកនេះបានស្បែក2ហីបានស្បែក12ឡាប់បានមួយទៀតហីមួយទៀតអត់បានមួយទៀតអូខេបាននេះអូខេស្បែកគោ4និង string 4យើងគ្រប់ហើយ string 15នេះអូខេយើងគ្រប់គោដៅហើយនៅខាងមុខមាន portal បែកបាក់នេះតោះយើងទៅមើល portal បែកបាក់ទាំងអស់នេះខ្ញុំ ignore ជាមួយពួកអាខ្មោចអស់នេះព្រោះវាអញញ៉ៃខ្ញុំខ្លាំងមែនទែនខ្ញុំខ្ជិលខ្វល់មកវានេះខ្ញុំរត់ឲ្យឆ្ងាយពីងកាប់អូខេយ៉ាកាប់ដែរយើងមកយក string ឲ្យច្រើនទៅគីឡូថាយើងត្រូវការផលិត2ស្បោងអីចឹងណាគីឡូថាស្បោងយ័ន្តមួយទុកវាមិនជាប់យើងផលិតយ័ន្តទី2ហ្នឹងហើយឥឡូវយើងញ៉ាំអីមួយសិនហ្នឹងហើយយើងបាក់ហប់មួយបានស្អីគេបានតែកេះយកធ្វើអីនេះយើងតែយកហើយដល់បានបថៅfortune 1អូខេអានេះគេ smith 3ហ្នឹងហើយបាយអាចទេតោះជាយកខ្ញុំដឹងស្អីនេះយើងបានជាយកដឹងប្រយោជន៍បានប្រយោជន៍ស្អីទេមាសនេះមិនបាច់យកទេយើងមាសក្នុង Minecraft អត់ប្រយោជន៍ទេយើងមាសនៅខាងក្រៅមានតម្លៃមាសក្នុង Minecraft អត់មានតម្លៃទេហើយឈើ pickaxe ឈើយើងបោះចោលទៅបាច់ទុកវាទេអូខេឥឡូវខ្ញុំគិតថាយើង ready សម្រាប់ការបិទយ័ន្តទៅលើសាយហ្គាយហើយសាយហ្គាយ hello សាយហ្គាយបីសាច់ខ្មាស់អៀនចេញមកបីសាច់ខ្មាស់អៀនមើលកូនស្រីមិននេះមកសាយហ្គាយតិចអាការនៅរួយតិចកូនស្រីណាបានអៀនដល់ថ្នាក់ហ្នឹងកាត់អីបានអៀនមែនសង្ស័យវាបាច់ធ្លាយរូបភាពស្រាតវាបានអៀនដល់ថ្នាក់ហ្នឹងខ្ញុំអត់យល់ទេនេះបានអៀនដល់ថ្នាក់ហ្នឹងកាត់អីបានសាយហ្គាយអៀនយើងមានអ្នកដឹងជួយប្រាប់ហ៎តែឥឡូវអត់តន់ឃើញវាទេយើងអត់តន់ឃើញវាទេសាយហ្គាយ hello យប់ទី1អត់តន់ចេញមកយប់ទី1ខ្ញុំដើរចូលព្រៃនេះចូលព្រៃអីនេះយើងអត់ឃើញវាទេងាប់ឥឡូវនេះមេចាប់ដើមភ្លឺវិញបាត់ហើយហ្នឹងយើងខ្ញុំអត់ដឹងថាខ្មោចនេះវាចាញ់ពេលភ្លឺអត់ទេហ្នឹងហើយតែដឹងតែមួយទេគឺយើង ready សម្រាប់ការតទល់ជាមួយនឹងវាហើយយើងមានយ័ន្តការពារខ្លួនយើងដែរណាហ្នឹងហើយយ៉ាឥឡូវខ្ញុំកាប់ជាមកាប់អីហើយសិននេះយើងព្រោះយើងទុកសាច់ទុកអីញ៉ាំតាមផ្លូវមានចេះកាប់ទៅព្រោះអេពីសូតនេះគឺយើងអត់មានត្រូវការសង់ផ្ទះទេណានេះយើងអត់មានត្រូវការសង់ផ្ទះសង់អីទេអត់មានសង់ផ្ទះទេគឺយើងដឹងតែធ្វើយ័ន្តហ្នឹងហើយគឺយើងអាចប្រយុទ្ធមួយវាបានហើយនេះគោច្រើនណាស់ដល់ពេលឡើងយើងឡើងត្រូវការគឺគោច្រើនបណ្ដោយអាមុននឹងដើររកគឺម៉ែដើររកឈួតដើររកចង់ឃើញឥឡូវច្រើនបណ្ដោយនេះឥឡូវយើងចេះកាប់ទៅគីឡូថាយើងបង្កើតយ័ន្តបាន2 3យ័ន្តអញ្ចឹងណាទប់ទល់មួយវាបាទមួយយ័ន្តបាទអាចបើទប់ទល់វាអត់រួចទេយើងបង្កើតយ័ន្តទី2ដើម្បីទប់ទល់មួយវាទៀតហ្នឹងហើយតែឥឡូវយប់ទី1នេះដូចជាអត់មានឃើញវាចេញមកទេគ្រាន់តែបានបញ្ចេញសម្លេងបន្តិចបន្តួចឲ្យយើងភ័យខ្លាចទេយើងហ្នឹងហើយអត់មានចេញមុខចេញអីមកឡងយើងទេអញ្ចឹងឥឡូវពេលថ្ងៃបាទខ្ញុំគិតថាវាឡើងចេញហើយពេលថ្ងៃហ្នឹងហើយខ្ញុំគិតថាខ្មោចគឺពីច្រើនអត់ឡងពេលថ្ងៃទេយើងដើររកអីវ៉ាន់ឲ្យទុកតទល់វាពេលយប់ឲ្យហើយតានេះខ្ញុំចង់ដើរទៅរកដែករកអីដើម្បី upgrade ទៅលើអាម៉័រយើងចង់ពាក់កៅអៅដែកអីចឹងដើម្បីការពារខ្លួនហ្នឹងឯងព្រោះឆ្លៀតពេលនេះគឺយើងមានធ្វើផ្ទះយើងតនេយើងទៅដើររកដែកដើម្បីការពារខ្លួនតាយើងចូលខែវទៅមានខ្ជុងកាប់ខ្ជុងទៅនេះយើងឯងនេះដែកខ្មោចមកទៀតនេះស្លាប់ទៅបានឆ្អឹងទុកឲ្យឆ្កែនេះបានឆ្អឹងទុកឲ្យឆ្កែយើងទៅវិញយើងដើររកឆ្កែថែមច្រើនណាស់លើនេះទៀតខ្ញុំគិតថាយើងចុះមកដល់ជម្រៅ diamond នេះយើងគួរតែមាន diamond ដែរមើលអាចនឹងមាន diamond ដែរនេះនឹកដើរនំហាងដោះនេះយើងដុតដែកយើងមកព្រោះដែកយើងច្រើនដែរយើងដុតដែកយើងដើម្បីផលិតជាមួយនឹង pickaxe iron ជាមួយសិនយើងបង្កើតបាន iron pickaxe ហើយតោះយើងម៉ាញ diamond ទាំងអស់គ្នាiron pickaxe ទើបអាចម៉ាញកាត់យើងហ្នឹងហើយអូ
ក្របហ្នឹងងំហើយអូនោះតែមិនទៀតខ្ញុំឃើញតែមិនមួយទៀតឯណោះខ្ញុំផលិតពូថៅ iron មួយទៀតសិនដើម្បីចាត់ការពួកនេះឡាប់តែមិននេះប្រហែលក្របទេនេះយើងតែមួយក្របហ្នឹងទៅងាប់មួយមែនមិនដែលមិនឥឡូវតិចមែនយើងតែមួយទេគឺពិបាករមែនតើតែមិនខ្ញុំដុតដាច់បានខ្លះទៀតហើយបានហើយដុតប៉ុណ្្នឹងសិនបានហើយកុំដុតយូរពេកខ្ញុំលើសម្លេងយំនេះយើងអូនៅក្នុងរូងភ្នំណាខ្ញុំលើសម្លេងយំនេះយើងលើកដល់ខ្ញុំអត់អូ my god យើងកំពុងដើររត់ diamond គឺលឺសម្លេងយំនេះយើងអូខ្ញុំមានអារម្មណ៍ថាលឺសម្លេងយំនេះចង់ព្រឺលោមិនហ្នឹងយើងសម្លេងយំនេះគឺគួរឲ្យខ្លាច Hello អូខេយើងឥឡូវយើងបាន iron មួយ set យើងមាន shield នៅក្នុងដៃយើងមានដាវ diamond នៅក្នុងដៃអញ្ចឹងយើង ready ហើយសម្រាប់ការចេញប្រយុទ្ធហ្នឹងហើយចេញប្រយុទ្ធទៅពាក់យ័ន្តឲ្យវាហ្នឹងហើយយើងអត់តផលិតយ័ន្តទេយើងនិយាយអញ្ចឹង No យើងអត់តផលិតយ័ន្តទេយើង What the hell ហេតុអីមកខ្ញុំផ្លេចផលិតយ័ន្តអញ្ចឹងយើងអញ្ចឹងដើម្បីផលិតយ័ន្តបានដូចគ្នាយើងមើលរូបអញ្ចឹងគឺដាក់ស្បែកគោអញ្ចឹងហើយដាក់ string អញ្ចឹងហ្នឹងហើយយើងដាក់មកយើងដាក់ស្បែកគោអញ្ចេះហើយបន្តទៀតយើងដាក់ string អញ្ចេះហ្នឹងហើយអូខេយើងបានមួយនេះយើងបានស្បោងយ័ន្តក្រកក្បាលវាមួយហើយនេះយកមកតែខ្ញុំមកចង់បង្កើតមួយខ្ញុំចង់បង្កើតមួយទៀតនេះយើងរោថាមួយនឹងវាខូចវាអីអញ្ចឹងទៅយើងសល់មួយទៀតអញ្ចឹងណាហ្នឹងហើយឥឡូវយើងដាក់មកហ្នឹងហើយចេះមកហើយបន្តនេះយើងដាក់អញ្ចេះហើយដាក់អញ្ចេះមកគឺចេញយ័ន្តមួយទៀតហើយហ្នឹងហើយឥឡូវយើងផលិតយ័ន្តក្រកក្បាលវាបាន2ហើយនេះយើងអូខេអញ្ចឹង let's go អូ what What ខ្ញុំប្រមូលអីវ៉ាន់ខ្ញុំសិនខ្ញុំមានអារម្មណ៍ថាវាចាប់ដើមមករកយើងអីនេះយើងព្រោះអីវាបាត់មុខយើងយូរហើយខ្ញុំបដាចូលខេវមួយថ្ងៃឯនេះយើងបដាចូលខេវឯណាឆ្កុយនេះអញ្ចឹងវាដើររកមុខយើងហីតែប៉ុណ្្នឹងបានហើយអូខ្ញុំឡើងមកដល់ខាងលើវិញឯនេះយើងខ្ញុំឡើងមកដល់ខាងលើវិញហើយមេឃក៏ដូចជាទឹកចាប់ដើមយប់ឯនេះខ្ញុំមានអារម្មណ៍ថាមេឃទឹកចាប់ដើមយប់ទេនេះយើងអូខេយើងចាំក្រុមក្បាលវាទាំងអស់គ្នាហ្នឹងហើយយើងអត់ទាន់ឃើញវាម្ដងទេចាំមើលវាចេញមកវាមានរូបរាងបែបម៉េចអូខេរូបគឺបែបនេះយើងគឺវាមានរូបរាងអញ្ចឹងតែចាក់ស្ដែងខ្ញុំអត់ទាន់បានឃើញវាទេនេះយើង Hello កូនស្រីចេញមុខមកកូនស្រីចេញមកខ្ញុំពាក់ក្បាលឲ្យកុំឲ្យសែទៀតអូ Oh my god ហេតុអីមកវាក្រោកឈរអញ្ចឹងអូវាពងយំតើយើងទៅពាក់ស្បោងឲ្យវាអីតើយើងទៅពាក់ស្បោងឲ្យវាតើមកកុំយំយើងពាក់យ័ន្តពាក់កើតវាពាក់យ័ន្តកើតអញ្ចឹងអូវាពងខ្ទប់មុខយំអូខេវាអត់ធ្វើអីយើងទេយើងទៅឆ្ងាយវាដូចជាអត់ធ្វើអីយើងហ្នឹងអូហាមកធំអូមក Oh my god មានថាអាហ្នឹងតយើងឌឺវាបានវាដេញយើងយើងថាញោមបានឌឺវាទេយើងញោមបានទៅចិត្តវាឌឺដងទៅវាអីទេញោមបានឌឺដងទៅវាអីទេតែមិនបានវាមកដេញសម្លាប់យើងអញ្ចឹងខ្ញុំថាទៅចិត្តវាមិនដើម្បីពាក់យ័ន្តបោងកុំឲ្យវាសែតទេនេះយើងខ្ញុំមិនដឹងថាហេតុអីបានវាដេញខំខ្ញុំអញ្ចឹងខ្ញុំពាក់ស្បោងឲ្យវាទៅគឺដូចប្រៀបយើងពាក់ម៉ាស់ឲ្យវាអញ្ចឹងណាវាលែងខ្មាស់អៀនទៀតហើយនេះយើងប្រហែលជាវាមុខអាក្រក់ពេកមើលទៅវាខ្មាស់អៀនខ្លួនឯងអញ្ចឹងឥឡូវយើងកំពុងតែដើររកវាហើយខ្ញុំចង់លឺសម្លេងយំរបស់វាម្ដងទៀតនេះយើងលឺអូវាយំនេះយើងលឺអូមកពីណា No ខ្ញុំអត់បានមើលវាប្រហែលជាវាអៀនយើងនេះយើងខ្ញុំបានមើលកុំធ្វើអីខ្ញុំអូយើងអត់មើលវាទេយើងអត់មើលវាទេយើងពួនវាអី No ក្រោកឈើហើយអូបាត់ទៀតអូដៃមកអើយចូលលេងណាទូខ្ញុំអត់រត់មិញក៏ខ្ញុំត្រូវតែងាប់របស់វាដែរនេះយើងពួកអីអានឹងវាមកខំយើងយកហ្មងទៅទូចិត្តអាក្រក់អូឆ្កែ
អូឆ្កែនេះខ្ញុំឃើញឆ្កែខ្ញុំថែមឆ្កែមួយសិននេះយើងហេឡូខ្ញុំថែមឆ្កែមួយសិននេះយើងអូខេបានឆ្កែមួយខ្ញុំបានឆ្កែមួយតោះមកគីមកដល់វិញនេះពេញខ្មោចលូប្រាប់មុនណាគេថាពាក់ស្បោងឲ្យវាលេងអីប៉ុន្តែខ្ញុំទៅចិត្តវាទៅពាក់អត់កើតប៉ុន្តែខ្ញុំអាននៅក្នុង website គេហ្នឹងគឺគេថាឲ្យយើងពាក់ស្បោងឲ្យវានៅពេលដែលវាកំពុងអង្គុយយំណាយើងតែវាក្រោកឈរហើយតែវាដេញខំយើងហើយគឺដេញវាយយើងហើយគឺវាលេងស្ដាប់យើងហើយលេងពាក់ស្បោងវាលេងកើតហើយយើងពាក់យន់លេងកើតហើយគេ clear ណានេះដាក់សាច់វាស៊ីសិនអស់ខំប៉ុណ្នេះអស់ខំវានៅណានេះខ្ញុំក្របមុខឲ្យនេះខ្ញុំអត់យល់វាអត់ចាញ់មកនេះយើងវាអត់ឃើញយើងទេយើងក្របមុខវាបានអត់វាយំវាបាយខ្នងអញ្ចឹងយើងទៅក្របវាបាននេះយើងតចូល1 2 3ចូលលឿនក្របមុខវាyes ក្របបាននេះវាលេងវាយយើងហ្នឹងវាលេងវាយយើងហីអូខេវាលេងវាយយើងហីអាហ្សូប៊ីនេះវាយឆ្កាខ្ញុំងាប់បាត់ហើយឲ្យវាស៊ីសាច់ខំទៀតខ្មោចនេះលេងវាយយើងនេះយើងនៅឡើយតាពួកអាហ្សូប៊ីនេះដល់កហើយមកញ៉ៃណាវាលេងខំយើងឯនេះយើងប៉ុន្តែវានៅយំអត់ដែរអញ្ចឹងមិនវានៅយំដែរអញ្ចឹងនេះយើងញ៉ៃពួកនេះញ៉ៃនេះយើងដាក់ភ្លើងនេះយើងអាចមើលបានហ្នឹងឯងវានៅយំដែរហ្នឹងឯងយើងពាក់យន់ឲ្យវាហីតែវានៅតែយំដែរញ៉ាំនេះលឺវាយំអត់ខ្ញុំមានអារម្មណ៍ថាខ្មោចនេះគួរខ្លាចនេះខ្ញុំមានអារម្មណ៍ថាគួរអាណិតវាវិញនេះមិនបានវាយំអញ្ចឹងកាត់អីបើមៀកាត់អីបើមៀមានដាវភ្លេចវាយយើងអើយមានដាវតែមិនមួយថ្ងៃភ្លេចវាយនេះងាប់ឆ្កាខ្ញុំបាត់កាត់អីបើមៀយំជាប់ដើមឈើអើបើមកវាយដើមឈើឲ្យណាកាត់អីមើលប្រាប់បងមើលកាត់អីបងអីក៏កតឿមែនយើងវាដូចខ្ពស់ជាងយើងវាបងហៅវាបងវិញមិនត្រូវកាត់អីបងបើកាត់អីបើប្រាប់ខ្ញុំឥឡូវខ្ញុំឲ្យសាច់ញ៉ាំនេះញ៉ាំសាច់មួយញ៉ាំអត់នេះខ្ញុំឲ្យសាច់ញ៉ាំនេះញ៉ាំជ្រូកសាក់ឲ្យសាច់វិញញ៉ាំជ្រូកថងវិញជ្រូកថងទៅហើយnoពាក់ថងវិញពាក់លេងកើតនេះយើងពាក់វិញចាប់ហើយ no មកអើយងាប់បាត់អូខេនេះយើងឥឡូវនេះយើងចាត់ទុកថា mission យើង complete ហើយហ្នឹងហើយហើយយើងបានពាក់យន់ពាក់ថងឲ្យមុខវាហើយហ្នឹងហើយអញ្ចឹងឥឡូវនេះមេក៏ចាប់តាមភ្លឺដែរខ្ញុំគិតថាវាឡើងកើតទៀតហើយតោះតែយើងចាំវាដំប្រយុទ្ធទៀតអញ្ចឹងខ្ញុំគិតថាមិនបាច់ពាក់ស្បោងវាម្ដងទៀតទេហ្នឹងហើយព្រោះពាក់ស្បោងឲ្យគឺវានៅតែយំដែរវានៅតែខ្មាស់អៀនអត់ដែរទេអញ្ចឹងឲ្យវារស់នៅតាមបែបធម្មជាតិវាទៅហ្នឹងហើយយើងមិនបាច់ពាក់យន់ពាក់ស្បោងឲ្យវាទេហ្នឹងហើយយើងដោះលែនវាទៅអញ្ចឹងម៉ូតរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងខ្ញុំសង្ឃឹមថាគ្នាយើងនឹងពេញចិត្តទៅលើម៉ូតមួយនេះហើយគ្នាយើងពេញចិត្តចង់ឲ្យបន្ទុកដែរសម្រាប់ខ្ញុំគឺខ្ញុំចង់ឲ្យម៉ូតនេះគឺចំនួន8បន្ទុកហ្នឹងហើយខ្ញុំឲ្យ8បន្ទុកគ្នាយើងឲ្យបន្ទុកដែរផ្លេចការខមមិននៅខាងក្រោមឲ្យខ្ញុំដឹងទាំងអស់គ្នាផងហ្នឹងហើយខ្ញុំប្រាប់ចឹងគ្នាយើងកុំភ្លេចការ like ឲ្យបាន 10k like អូខេហើយបើគ្នាយើងមកមុន 10k like ជួយខមមិនប្រាប់ខ្ញុំផងថាខ្ញុំមកមុន 10k like ហ្នឹងហើយហើយបើអត់តន់ធ្វើការ subscribe ឬមួយក៏អត់តន់ធ្វើការបើកសញ្ញាកណ្ដឹងទេជួយបើកសញ្ញាកណ្ដឹងផងដើម្បីឲ្យខ្ញុំផុសវីដេអូភ្លាមគឺគ្នាយើងបានឃើញភ្លាមមើលភ្លាមតន់ក្តៅហុយអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំបាទ Master Sing ពួកយើងនឹងជួបគ្នានៅវីដេអូក្រោយ